ខ្ញុំសូមគោរពជម្រាបសួរពុកម៉ែបងប្អូនដោយសេចក្តីគោរពថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់វត្តជុំប្រាសាទខេត្តត្រវិញស្ថិតនៅកម្ពុជាក្រោមវត្តជុំប្រាសាទខេត្តត្រវិញជាវត្តមួយគួរជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងឡាយដែលធ្វើដំណើរកាត់តាមផ្លូវមើលទៅឃើញទស្សនាវត្តគួរជាទីជ្រះថ្លាត្រូវតែមានចិត្តចូលមកទស្សនាដែលមានរូបភាពស្រស់ស្អាតគួរជាទីជ្រះថ្លាណាស់ហើយបានធ្វើដំណើរចូលមកក៏បានថតនៅវីដេអូដើម្បីចែកជូនបងប្អូនទស្សនានៅទីជិតឆ្ងាយទាំងនៅក្នុងស្រុកក្រៅស្រុកក្តីបានទស្សនាអំពីភាពស្រស់ស្អាតនៃវត្តជុំប្រាសាទស្ថិតនៅខេត្តត្រវិញកម្ពុជាក្រោមនេះជាវត្តដែលមានភាពស្រស់ស្អាតទាក់ទាញនៅភ្ញៀវទេសចរនិងមានក្បាច់រចនាដ៏វិចិត្ររបស់បុព្វបុរសខ្មែរយើង